nhưng mà lưu tắc chất đại ca muôn 30 ឆ្នាំmìnhថាស្ដីឬក៏ប្រុសឯងដោយសារតែខ្ញុំគិតថាក្រោម30ឆ្នាំហ្នឹងជាដំណាក់កាលនៃការរុករកអញ្ចឹងយើងត្រូវការពេលសម្រាប់ខ្លួនឯងច្រើនណាស់ហើយដល់ពេលដែលយើងមានគ្រួសារហើយជាពិសេសស្រីប្រុសរៀងស្រាលជាងបន្តិចបើស្រីការហើយជីវិតគឺនៅគ្រួសារ80-90% ហ្មងអញ្ចឹងបានយ៉ារ៉ូឃើញឧទាហរណ៍ថាអ្នកដែលគាត់ការហើយគាត់មានកូនណាតើអ្នកណាអ្នកជប់ធ្វើការប្តីឬប្រពន្ធភាគច្រើនគឺប្រពន្ធអ្នកត្រូវជប់ធ្វើការហើយឧទាហរណ៍វ័យ24 25វ័យហ្នឹងស្មាតោហ្នឹងណាស្រីពេញខ្លួនពេញរូបពេញរាងត្រូវតុបតែងខ្លួនត្រូវទៅញ៉ាំការត្រូវទៅជប់លៀងត្រូវស្លៀកពាក់ស្អាតអីហ្នឹងគឺដល់ពេលគាត់មានប្តីមានកូនហើយគឺលែងអញ្ចឹងទៀតហើយលែងរំភើបមិនមែនតែទោះបីគាត់រំភើបក៏ដោយគាត់ទៅអត់កើតទេគាត់ត្រូវជាប់កូនជាប់អីអញ្ចឹងណាប៉ុន្តែគាត់ថាយើងក៏មិនចោលដែរបើសិនជាគាត់ក្រោម30ឆ្នាំតែគាត់មានកូនមានគ្រួសារមានអីហ្នឹងនៅតែដដែលគាត់ក៏គួរតែនៅផ្ដោតលើរឿងការងារលើអាជីពលើអីពីព្រោះសម័យឥឡូវដូចពីមុននេះយើងអត់អាចថាយើងការហើយយើងពឹងតែលើប្តីយើងពឹងតែលើលុយឪពុកម្ដាយឬក៏ទ្រព្យដែលម៉ែឪក្មេកឲ្យឬទៅថ្លៃបណ្ណាការអីចឹងទៀតទេអញ្ចឹងនៅតែត្រូវផ្ដោតលើរឿងសមត្ថភាពខ្លួនឯងដដែលគ្រាន់តែថាគាត់អត់មានបានបំពេញសក្តានុពលរបស់គាត់ដូចគេនៅលាវទេបងអញ្ចឹងមានន័យថាបើក្រោមអាយុ30ឆ្នាំហ្នឹងតើយើងគួរតែប្រើប្រាស់ពាក្យពេចន៍ថាទំនួលខុសត្រូវហ្នឹងកម្រិតណាឲ្យសមរម្យជាមួយនឹងអារម្មណ៍យើងសប្បាយចិត្តដែរបងព្រោះទំនួលខុសត្រូវមានអារម្មណ៍ថាអូយដូចមានសម្ពាធត្រូវគិតធ្វើនេះធ្វើនោះអញ្ចឹងតែអត់សប្បាយទេអត់បានសប្បាយទៅវាអញ្ចឹងមែនទេមកពីយើងយល់ថាទំនួលខុសត្រូវជាសម្ពាធតាមពិតទំនួល